បានជួបគ្នាម្ដងទៀតហើយបងប្អូនថ្ងៃនេះយើងនឹងមកមើលអំពីការកណនាផលបូកបន្តទៀតតែថ្ងៃនេះយើងនឹងមកមើលការកណនាអំពីការបូកលេខ3ខ្ទង់និង3ខ្ទង់មានលេខត្រាទុកការភាសាមុនយើងរៀនលេខ3ខ្ទង់និង2ខ្ទង់មានត្រាទុកឥឡូវនេះយើងថែមមួយខ្ទង់ទៀតគឺ3ខ្ទង់បូកនឹង3ខ្ទង់មានលេខត្រាទុកហើយថ្ងៃនេះខ្ញុំបានលើកយកមកលំហាត់ចំនួន4បាទគឺ4លំហាត់ឃើញមើលគឺមាន4លំហាត់ក987បូក785 9ហើយយើងមើលអំពីការកណនាគឺយើងបូកខ្ទង់រាយមកខ្ទង់10បូកខ្ទង់10ខ្ទង់100បូកខ្ទង់100មកមើល7បូកឲ្យ9 7បូកឲ្យ9ស្មើប៉ុន្មានគិតមើលបងប្អូនគិតបន្តិចមើលបាទ7បូកឲ្យ9គឺស្មើ15 6ដូចនេះយើងសរសេរលេខ6 10ត្រាទុក1នេះគឺយើងយកមកត្រាទុកនៅលើលេខ8ខ្ទង់10 8បូក8ស្មើ16 16បូកឲ្យ1ស្មើ15បងប្អូនយើងមកមើលលំហាត់បន្តគឺលំហាត់ខ567បូក476យើងមើល7បូក6ស្មើ10 10ប៉ុន្មានបងប្អូនគិតបន្តិចមើលបាទ7បូក6ស្មើ10 13យើងសរសេរលេខ3 10ត្រាទុក1ត្រាទុកនៅលេខ6ខ្ទង់10 6បូក7ស្មើ10 13បូក1ស្មើ10 14សេលេខ4 10ត្រាទុក1នៅលើលេខ5ខ្ទង់100 5បូកឲ្យ4ស្មើ9 9បូកឲ្យ1ស្មើ10ដូចនេះ567បូក476ស្មើ1043លំហាត់បន្ទាប់គឺលំហាត់ក659បូក545 9យើងមើលការកណនាដូចលំហាត់មុនដែរ9បូក9ស្មើ15 8សេលេខ8 10ត្រាទុក1 5បូកឲ្យ4 9 9បូកឲ្យ1ស្មើ10 10សេលេខ0 10ត្រាទុក1 6បូកឲ្យ5ស្មើ10 11 11បូក1ស្មើ10 12ដូចនេះ659បូក549ស្មើ1205 8លំហាត់ចុងក្រោយគឺលំហាត់ខ478បូក399 8បូកឲ្យ9ស្មើ15ម៉ាន8បូកឲ្យ9 8បូកឲ្យ9ស្មើ17លេខ7 10ត្រាទុក1 7បូកឲ្យ9ប៉ុន្មាន7បូកឲ្យ9 10 16 16បូកឲ្យ1 15 17 17សេលេខ7 10ត្រាទុក1 4បូកឲ្យ3 7 7បូក1ស្មើ5 8ដូចនេះលំហាត់ខ478បូកឲ្យ399ស្មើ875 7